ហារពេលព្រឹកដែលមានទឹកស៊ុបហុតក្តៅៗនៅតែជាអាហារដែលប្រជាជនខ្មែរយើងនិយមចូលចិត្តញ៉ាំដដែលពុកម៉ែបងប្អូនហើយនៅកន្លែងមួយនេះ Twister ទៅដល់ពិតជាវ៉ាវមែនតើដោយសារតែនៅទីនេះគឺគាត់មានចំណុចថ្មីប្លែកនិងខុសពីគេតែម្ដងណាដែលធ្វើឲ្យទីតាំងកន្លែងគាត់លក់ដាច់មែនតើតាំងពី1តូប2តូបរហូតពង្រីកទៅដល់3តូបណាហើយគាត់ក៏មានជាប្រភេទបាយផងដែរសម្រាប់ទីតាំងដែល Twister មកនេះគឺនៅផ្សារកណ្ដាលពុកម៉ែបងប្អូនយើងចូលតាមច្រកអរគុណសន្តិភាពមកហើយចូលទៅនៅខាងស្ដាំដៃនឹងពុកម៉ែបងប្អូននឹងឃើញហើយតូបឈ្មោះចែអាតផ្សារកណ្ដាលនឹងដែលនៅតូបរបស់គាត់គឺមានភ្ញៀវទៅញ៉ាំមិនចេះដាច់ទេជាពិសេសព្រលឹមឡើងអីហ្នឹងគឺថាញាប់ដៃញាប់ជើងមែនតើដែលគាត់លក់ជាប្រភេទមីសួរមន់ខ្មៅណាដែលមន់ហ្នឹងគឺជាប្រភេទមន់ស្រែតែម្ដងហើយអ្វីដែលសំខាន់ពុកម៉ែបងប្អូនមើលតែគ្រឿងមន់គ្រឿងសាច់គាត់ទៅគឺដឹងហើយដែលសាច់មន់ស្រែនេះយើងចង់ឲ្យគាត់កាប់ជាដុំក៏បានឬមួយក៏ជាប្រភេទសាច់បែបនេះក៏បានដែរអាស្រ័យទៅលើចំណង់ចំណូលចិត្តណាក្រៅពីហ្នឹងក៏មានជាប្រភេទគ្រឿងក្នុងជ្រូកក៏ដូចជាប្រហិតត្រីដែរសម្រាប់ប្រហិតត្រីមានអាមូលក៏ដូចជាប្រហិតចៀនអីអញ្ចឹងណាហើយសម្រាប់ទាកាប់នេះគឺយើងជាប្រភេទដាក់ជាមួយនឹងបាយអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលមកទីនេះចង់ញ៉ាំបាយក៏បានដែរប៉ុន្តែអ្វីដែលដាច់ក៏ដូចជាលេចធ្លោខ្លាំងនៅកន្លែងគាត់គឺជាប្រភេទមីសួរតែខ្ញីនឹងឯងដោយសារតែនៅទីនេះណារសជាតិទឹកស៊ុបរបស់គាត់គឺថាឆ្ងាញ់មួយបែបហើយអ្វីដែលសំខាន់គឺយើងជ្រលក់ជាមួយនឹងទឹកខ្ញីដើម្បីទទួលបានរសជាតិប្លែកមួយបែបទៀតណាព្រោះថាជាទូទៅគេជ្រលក់ជាមួយនឹងទឹកម្ទេសទឹកសៀងជាដើមប៉ុន្តែគាត់ចេះច្នៃជាប្រភេទទឹកខ្ញីចេញមកធ្វើឲ្យកន្លែងគាត់នឹងគឺ unique តែម្ដងណានៅកន្លែងហ្នឹងហើយសម្រាប់ទីតាំងលក់របស់គាត់គឺពុកម៉ែបងប្អូនអាចទៅញ៉ាំបានចន្លោះពីម៉ោង6ព្រឹករហូតដល់ម៉ោង1ថ្ងៃត្រង់ណានៅក្នុងផ្សារកណ្ដាលនឹងឯងហើយមើលពុកម៉ែបងប្អូននិយាយទៅមិនថាជាប្រភេទទៅញ៉ាំនៅកន្លែងផ្ទាល់ឬមួយក៏វិចខ្ចប់ទេគឺថាដាច់ស្មើដៃគ្នាតែម្ដងណាដែល Twister ក៏ជាមួយនៅកន្លែងគាត់ដែរ Twister ទៅរៀងញឹកដែរហើយដែលលើកមុនគឺគាត់លក់តាម1តូប2តូបអីទេប៉ុន្តែឥឡូវបរិចរហូតដល់3តូបប៉ុណ្ណាដោយសារតែមានអតិថិជនគាំទ្រច្រើនហើយចំណុចមួយទៀតបើទោះបីជាកន្លែងគាត់លក់ដាច់លក្ខណៈថាមានអ្នកទៅថតផ្សព្វផ្សាយធ្វើឲ្យអាជីវកម្មរបស់គាត់នឹងដាច់បែបណាក៏ដោយប៉ុន្តែសម្រាប់តម្លៃវិញគឺគាត់នៅតែរក្សាដដែលហើយជាមួយនឹងគុណភាពបរិមាណសាច់អីគឺគាត់អត់មានថយចុះទេហើយនេះគឺជាប្រភេទទឹកខ្ញីដែលជា unique ប្រចាំហាងរបស់គាត់ហ្នឹងណាអញ្ចឹងយើងអាចលាយទៅតាម Twister បានយើងមានដាក់ម្ទេសឆាក៏ដូចជាម្ទេសស្រស់ច្របាច់ក្រូចឆ្មាបន្តិចទៅបើសិនជាពុកម៉ែបងប្អូនអត់ច្របាច់ក្រូចឆ្មាក៏ឆ្ងាញ់ដែរហើយសម្រាប់ទឹកខ្ញីនេះជ្រលក់ឆ្ងាញ់មែនទែនជាមួយនឹងសាច់មាន់ក៏ដូចជាឈាមមាន់នៅកន្លែងគាត់ Twister ទៅញ៉ាំលើកណាក៏ដោយមិនរំលងទេជាប្រភេទម្ទេសនឹងហើយក្រៅពីមីសួរគាត់ក៏មានជាប្រភេទសាច់មីដុំនឹងហើយយើងអាចដាក់ជាមួយនឹងឈាមទាក៏ដូចជាសាច់ទាមានគៀវមានអីអញ្ចឹងណាអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនដែលអត់ចង់ញ៉ាំមីសួរចង់ញ៉ាំមីឯនៅកន្លែងគាត់ក៏មានដែរហើយអ្វីដែលសំខាន់ណាពុកម៉ែបងប្អូន Twister សង្កេតឃើញថានៅកន្លែងគាត់គឺមានលក់ច្រើនមុខមែនតើមិនថាជាប្រភេទមីធម្មតាមីសួរឬមួយក៏បាយទេប៉ុន្តែមីនុយដែលលេចធ្លោនិងពេញនិយមញ៉ាំជាងគេគឺមីសួរនឹងឯងហើយទៅថ្ងៃនេះ Twister ក៏អត់ភ្លេចដែរជាមួយនឹង Pocari Sweat ណាព្រោះថា Twister យកតាមខ្លួនរហូតអញ្ចឹងថ្ងៃនេះ Twister ញ៉ាំមីសួរក៏ដូចជាមីហើយយកមកញ៉ាំជាមួយនឹងបាយទាកាប់ក៏ដូចជាបាយសាច់មាន់របស់គាត់ណាព្រោះថាអាពីរមុខហ្នឹងក៏ឆ្ងាញ់ដែរនៅកន្លែងគាត់ប៉ុន្តែអត់សូវមានអ្នកញ៉ាំទេប៉ុន្តែថ្ងៃនេះ Twister សូម recommend ពីរមុខនេះតែម្ដងណាសម្រាប់ពុកម៉ែបងប្អូនដែលលក្ខណៈថាអត់ចង់ចូលចិត្តញ៉ាំអីដែលមានទឹកស៊ុបហុតក្តៅទេចង់ញ៉ាំជាប្រភេទបាយគឺថាអាចជ្រើសរើសយកបាយសាច់មាន់ក៏ដូចជាបាយទាកាប់នៅកន្លែងគាត់បានប៉ុន្តែបើថាយើងចង់ហុតទឹកអីគឺថាអាចយកជាប្រភេទមីសួរសាច់មាន់ស្រែអញ្ចឹងទៅហើយនៅពេលដែលញ៉ាំហើយ Twister អត់ភ្លេចទេជាមួយនឹង Pocari Sweat